ធ្វើអីមុខនាងឡើងមុនមែនទេគាត់មានជំងឺមែនទេស្រីស្អាតនៅដល់មុខមាត់ហើយបែរជាមកខ្វល់ពីរឿងមុនលើមុខខ្ញុំទៅវិញខ្ញុំមានមុនឬអត់វាពាក់ព័ន្ធអីនឹងពូតោះនាំខ្ញុំមកទីនេះធ្វើអីខ្ញុំយកពីនេះយកទៅថ្ងៃក្រោយប្រើមួយនេះចុះទិញរបស់ថ្លៃម្ល៉េះមិនទាន់អស់ថ្ងៃក្រោយកាត់បន្ថយការប្រើគ្រឿងសម្អាងមុនលើមុខនាងគឺមកពីរបស់អស់នោះហើយគ្រឿងសម្អាងថ្លៃវាមានគុណភាពរបស់នេះអាចជួយកាត់បន្ថយការខូចស្បែកខូចឬមិនខូចវាពាក់ព័ន្ធអីរបស់ថ្លៃបែបនេះខ្ជះខ្ជាយលុយណាស់ឥឡូវទិញរួចហើយបើនាងមិនប្រើទេយកមកឲ្យខ្ញុំវិញមករបស់ដែលឲ្យគេហើយមិនក៏ទាយកទៅវិញខ្ញុំមានថាអត់យកឯណាខ្ញុំទិញរបស់ថ្លៃឲ្យនាងបែបនេះយ៉ាងហោចណាស់ក៏គួរតែនិយាយពីអរគុណដែរអរគុណគាត់នេះមើលទៅពិតជាមិនដូចពួកប្រុសព្រានកាលពីមុននោះមែនទុកចាំសង្កេតមើលគាត់បន្ថែមទៀតសិនមើលទៅនាងក៏មិនពិបាកចុះសម្រងដូចដែលឃើញយើងមកវិញហើយដែរលោកពូនឹកខ្ញុំអត់ពួកនាងទិញបានអីខ្លះទិញបានខោអាវខ្លះហើយក៏ទិញឲ្យពូមួយកុំភ្លេចដែរទិញរបស់ទាំងនេះអស់លុយប៉ុន្មានពួកយើងសិនសំណាស់ណាខោអាវក្នុង3កំភ្លេទើបតែ45យ៉នទេ3កំភ្លេ45យ៉នគុណភាពទេណាល្អតាខ្ញុំបានលោសាក់ពាក់ដោយខ្លួនឯងខោអាវក្នុងដែលស្លៀកចុកខ្លួនរបស់ថោគ្មានគុណភាពទេខ្ញុំនាំពួកនាងទៅទិញសាថ្មីមិនមែនចង់រើសខោអាវក្នុងឲ្យពួកយើងទេអេរីពូបើពូចង់រើសឲ្យខ្ញុំវាអត់បញ្ហាទេពួកនាងគិតអីហ្នឹងយ៉ាពូកុំអៀនអីពួកយើងសន្យាថាពួកយើងរើសអីពួកយើងស្លៀកក៏បានដែរណាពូលឿនឡើងពូមិនមែនចាស់ហើយអត់កម្លាំងទេដឹងក្មេងស្រីសម័យឥឡូវមានកម្លាំងខ្លាំងខ្លាអញ្ចឹងណាយូរម្លេះហើយពួកនាងមិនឃ្លានទេអីខ្ញុំពិតជាឃ្លានបន្តិចមែនចុះពួកឯងខ្ញុំក៏ឃ្លានបន្តិចដែរបើគ្រប់គ្នាឃ្លានអស់ហើយមិនឲ្យខ្ញុំប៉ាវញ៉ាំអាហារនៅហាងទៅចង់ញ៉ាំអីក៏មកតាមចិត្តពូចំណាយលុយលើពួកយើងច្រើនហើយពេលនេះពួកយើងប៉ាវពូវិញពួកនាងមានលុយច្រើននឹងមែនពូមិនមែនគិតថាពួកយើងនាំពូទៅញ៉ាំហាងធំកន្លែងនោះពួកយើងមានលុយតបសាច់អាំងមួយថោកហើយឆ្ងាញ់ទៀតជាតិក៏អែមដែរលោកពូទៅជាមួយពួកយើងទៅហាងហ្នឹងពួកយើងទៅញ៉ាំញឹកឆ្ងាញ់ណាស់ណាអូខេតាមពួកនាងចុះលោកពូញ៉ាំទៅបើមិនញ៉ាំប្រយ័ត្នអស់ពួកយើង4នាក់ញ៉ាំតិចម្លេះពូក៏ដឹងដែរថាពួកយើងគ្មានលុយច្រើនទេអញ្ចឹងក៏បានចាំខ្ញុំអ្នកប៉ាវពួកនាងចុះចង់ញ៉ាំអីក៏មកតាមចិត្តចុះថៅកែពូស្លាប់មាត់3ចង្កាក់សាច់ក្រកធំ4ចង្កាក់នឹងចូលចិត្តញ៉ាំក្រលៀនអាំងដែរលោកពូក្រលៀនអាំងនោះក៏មកឲ្យពួកយើងសប្បាយចិត្តមួយថ្ងៃហើយថ្ងៃ3នាក់សុទ្ធតែស្រីស្អាតទៀតអ្នកអត់សឹងតែដាច់ពូស្លាប់អ្នកមិនញ៉ាំសឹងតែលេងសំណាងបែបនេះឲ្យតែមួយក៏បានដែរអ្នកនាងដ៏ស្រស់ស្អាតគ្មានពេលទេអត់ប្រាប់ទេចេញឲ្យឆ្ងាយទៅហាលោកពូមួយកែវនេះអរគុណពូដែលឲ្យពូយើងស្នាក់នៅរឿងតូចតាចសោះទោះយ៉ាងណាអ្នកណាហ៊ានធានាថាចេញទៅក្រៅប្រទេសរឿងអីនោះមុននេះខ្ញុំមានគំនិតអាក្រក់ចំពោះពួកសង្ឃឹមថាពូមិនប្រកាន់ទៅចោះមានការប្រុងប្រយ័ត្នខ្ពស់ក៏ជារឿងល្អដែរបន្ទោបងឈីងយឺទេតែមានមនុស្សប្រុសមករំខានពួកយើងបងឈីងយឺធ្វើចរិតមិនរាប់រកគេដើម្បីការពារពួកយើងតាមពិតរឿងអញ្ចឹងសោះនាងទុកចិត្តចោះខ្ញុំមិនដូចមនុស្សដែលពួកនាងធ្លាប់ជួបពីមុនទេហាពូមានក្រែតែមួយទេយប់នេះក្រុមគេងកណ្ដាលពួកយើងហើយណាក្រុមគេងកណ្ដាលពីរអ្នកនេះនៅជាមួយគ្នាក៏ខ្ញុំមិនស្គាល់បើបងយីនិយាយអញ្ចឹងហើយខ្ញុំក៏គ្មានយោបល់អីដែរខ្ញុំក៏មានពូណាពួកយើងជាមនុស្សស្រីតាមប្រណិតស្មារតីការភាសាប្រយ័ត្នខ្ញុំតតខ្ញុំគេងនៅសាឡុងបានហើយជីងយឺគ្រាន់តែលេងសាច់ទេសាឡុងតូចប៉ុណ្ណឹងពូគេងមិនកើតទៅ4អ្នកចង្អៀតណាស់ខ្ញុំគេងសាឡុងមែនទេណានិយាយផ្ដេសផ្ដាសគ្រាន់តែគេងលើក្រែសម្រាប់កុំបន្ទោសខ្ញុំណាយប់រៀងជ្រៅហើយពួកយើងឆាប់ចូលគេងទៅហើយពូចង់ធ្វើអីហ្នឹងពូភ័យអីហ្នឹងក្រែតូចប៉ុណ្ណឹងសោះច្បាស់ជាត្រូវគៀកគ្នាឲ្យតឹងហើយខ្ញុំគេងសាឡុងបានហើយកុំអាសោះ